បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាថ្មីជាមួយនឹងវីដេអូនិយាយពីរឿងរ៉ាវនៃបញ្ហាព្រំដែនកម្ពុជាថៃបាទយើងមានព័ត៌មានថ្មីបន្ថែមទៀតហើយប្រហែលជាបងប្អូនយើងបានតាមដានព័ត៌មានឃើញហើយនៅក្នុងថ្ងៃនេះបាទប៉ុន្តែខ្ញុំចង់សង្ខេបជូនពីចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងគោលជំហររបស់កម្ពុជាណារឿងថ្មីមួយដែលទើបតែចេញបន្ថែមនៅថ្ងៃនេះតាមពិតសាររបស់នាយករដ្ឋមន្ត្រីចេញតាំងពីយប់ប៉ុន្តែព្រឹកមិញនេះគឺមានសមាជមួយគឺពាក់ព័ន្ធសមាជរដ្ឋសភាព្រឹទ្ធសភាដែលមានការចូលរួមពីសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាណានៅក្នុងនោះថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងនាយករដ្ឋមន្ត្រីទាំងប្រធានព្រឹទ្ធសភានឹងបានបង្ហាញពីការបដិញ្ញាចិត្តជាថ្មីបាទហើយការបដិញ្ញាចិត្តនឹងបដិញ្ញាចិត្តយ៉ាងម៉េចបាទខ្ញុំសូមបញ្ជាក់ជូនបងប្អូនយើងថាបដិញ្ញាចិត្តហ្នឹងគឺមិនរួចខ្លួនទេថៃគឺនឹងត្រូវកម្ពុជាបបួលទៅតុលាការយុត្តិធម៌អន្តរជាតិហើយបាទគឺតុលាការ ICJ ហើយបបួលទៅនឹងទៅដើម្បីអីបាទគឺទៅចរចាគ្នារឿងព្រំដែនហ្នឹងឯងដោយសារតែមិនដាច់ស្រឡះសោះបាទបើតាមសម្ដេចហ៊ុនសែនកាលពីចរចាគ្នាកាលពីអំឡុងមេតបកម្ពុជាមួយមេតបថៃចរចាគ្នានៅព្រំដែនណាចរចានោះគឺមានការប្រឹងប្រែងគ្នាហើយប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាមេតំបន់ភូមិភាគរបស់ថៃគឺបានផ្ញើសារទៅកាន់មេបញ្ជាការកងទ័ពរបស់ថៃហើយផ្ញើសារសុំឲ្យកម្ពុជានឹងដកទ័ពថយចេញពីតំបន់ដែលមានចំនួន200ម៉ែត្រមកជាហៀងម្នាក់បាទប៉ុន្តែកម្ពុជាបញ្ជាក់ថាដកយ៉ាងម៉េចបើដីនឹងជាដីរបស់ខ្មែរជាទីតាំងរបស់ខ្មែរហើយសម្ដេចហ៊ុនសែនលោកបានបញ្ជាក់ទៀតថាទីតាំងហ្នឹងគឺជាទីតាំងដែលសម្ដេចធ្លាប់បានទៅទីនោះផ្ទាល់តែម្ដងកាលពីប្រហែលឆ្នាំមុននោះហើយឲ្យដកទៅតាណាទៀតបើដីរបស់ខ្មែរដកទៅណាទៀតបាទហើយអញ្ចឹងហើយបានជាធ្វើឲ្យកម្ពុជាហ្នឹងនៅមិនសុខដែរបាទហើយនៅសុខមិនកើតបើគេមកឲ្យយើងដកទ័ពចេញពីដីយើងបាទអាហ្នឹងយើងនិយាយដោយសាមញ្ញណាអញ្ចឹងមិនអាចធ្វើបានទើបសម្រេចប្រកាសថានឹងយករឿងរ៉ាវហ្នឹងគឺទៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងបាទនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតលោកបានប្រកាសថានៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែននៅពេលឆាប់ហ្នឹងនឹងលើកយករបៀបវិរៈហ្នឹងហើយបើន័យថាបញ្ចូលក្នុងរបៀបវិរៈពីការបបួលថៃដឹកដៃគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិហ្មងឲ្យតុលាការហ្នឹងគឺជាអ្នកសម្រេចជាអ្នកកាត់ក្តីឲ្យកុំឲ្យនៅអញ្ចឹងទៀតវារ៉ាំរ៉ៃណាបាទអញ្ចឹងហើយបើសិនណាជាថៃព្រមឬក៏មិនព្រមក៏ដោយគឺកម្ពុជាប្តឹងយកតែម្ដងដំបូងឡើយគឺយើងបបួលថៃបើន័យថារឿងវានៅតែមានបញ្ហាអញ្ចឹងបើនៅបញ្ហាអញ្ចឹងដោះស្រាយមិនចប់ទេឥឡូវទៅតុលាការយុត្តិធម៌អន្តរជាតិតែម្ដងទៅដើម្បីឲ្យតុលាការហ្នឹងកាត់ក្តីឲ្យថាវាយ៉ាងម៉េចហើយបើសិនណាជាបបួលថៃហើយថៃមិនព្រមទៅទេគឺវិធីសាស្ត្រគឺប្តឹងទៅតែម្ដងប្តឹងយកតែម្ដងបាទប្តឹងទៅតុលាការតែម្ដងហើយសម្ដេចហ៊ុនសែនក៏លោកបានលើកដែរការបបួលគ្នាដឹកដៃគ្នាទៅនេះគឺជាការទុកមុខឲ្យគ្នាហើយបាទក្នុងនាមប្រទេសជាមិត្តជិតខាងណាតែបើសិនជាថៃបដិសេធវាច្បាស់ជាមានអីនៅពីក្រោយមួយបាទហ្នឹងជាអាចថាជាចេតនាដោយមិនចង់ដោះស្រាយដោយសារអីអញ្ចឹងបើមិនទៅហើយគឺប្តឹងយកតែម្ដងទៅបាទបងប្អូនយើងអញ្ចឹងនេះគឺជារឿងថ្មីមួយបាទហើយនៅក្នុងនោះក្រោយពីប្រមុខរដ្ឋាភិបាលប្រកាសហើយគឺមានការគាំទ្រភ្លុកទឹកភ្លុកដីតែម្ដងពីប្រជាពលរដ្ឋរបស់យើងណាសារនេះក៏ជាការបង្ហាញពីទំនុកចិត្តបើន័យថាបង្ហាញអំពីការបដិញ្ញាចិត្តមួយរបស់ភាគីរដ្ឋាភិបាលនៅក្នុងការដោះស្រាយពីបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃបាទជាមួយប្រទេសថៃដូចខ្ញុំបានធ្លាប់បានជម្រាបជូនបងប្អូនយើងហើយបើតាមការបញ្ជាក់ពីឋានៈដឹកនាំរដ្ឋាភិបាលគឺបានអះអាងថាកម្ពុជាអត់មានតែឈ្លានពាននរណាទេអត់ចង់បានដីពីនរណាទេប៉ុន្តែកម្ពុជាក៏ការពារនៅបូរណភាពទឹកដីរបស់ខ្លួនមិនឲ្យមាននរណាមកឈ្លានពានដាច់ខាតហើយកម្ពុជាក៏ហ៊ានប្រើប្រាស់នៅកងកម្លាំងប្រដាប់អាវុធបើសិនណាជាមានភាគីណាមួយដែលជាប្រទេសជិតខាងនោះហ៊ានប្រើកម្លាំងប្រដាប់អាវុធមកលើឈ្លានពានលើទឹកដីរបស់កម្ពុជាហើយទន្ទឹមគ្នាថ្នាក់ដឹកនាំរបស់កម្ពុជាក៏បានបង្ហាញពីការសោកស្ដាយចំពោះការបាត់បង់នៅយោធិនរបស់ខ្មែរយើងម្នាក់ណាដែលលោកបានពលីហើយអ្វីដែលមិនអស់ចិត្តហ្នឹងគឺសម្ដេចហ៊ុនសែនលោកបានមានប្រសាសន៍ថារឿងដែលមិនអស់ចិត្តហ្នឹងគឺកងទ័ពគេមកបាញ់សម្រាប់កងទ័ពរបស់ខ្មែរនៅក្នុងទឹកដីរបស់ខ្មែរហ្នឹងគឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតខ្ញុំសូមបន្ថែមរឿងរ៉ាវបន្តិចទៀតពាក់ព័ន្ធនឹងចំណុចមួយទៀតនោះគឺខាងក្រសួងការបរទេសកាលពីយប់ថ្ងៃទី1មិថុនាម្សិលមិញក៏បានចេញនៅកំណត់ទូតមួយផ្ញើទៅស្ថានទូតថៃប្រចាំកម្ពុជាដែរហើយនៅក្នុងនោះ
មានមួយចំណុចដែលកម្ពុជាបានបង្ហាញថាកម្ពុជាគឺមិនអាចទទួលយកបានទេសូមសម្ដែងនៃការតវ៉ាយ៉ាងដាច់អហង្ការតែម្ដងពាក់ព័ន្ធជាមួយនឹងសកម្មភាពនៃការប្រើអំពើហិង្សាបើន័យថាការប្រើកម្លាំងប្រដាប់អាវុធនោះបាញ់សម្លាប់ទៅលើទាហានរបស់ខ្មែរគឺมันអាចទទួលយកបាននោះទេបាទហើយថាជារឿងអយុត្តិធម៌បំផុតមួយហើយទន្ទឹមគ្នាតាមកំណត់ទោសនោះក៏បានស្នើឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុតដើម្បីស្វែងរកអ្នកដែលទទួលខុសត្រូវក្នុងករណីបាញ់ប្រហារហ្នឹងបើន័យថាអ្នកដែលប្រព្រឹត្តអំពើហិង្សាហ្នឹងឲ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់បាទកម្ពុជាគឺបានផ្ញើកំណត់ទូតទៅស្ថានទូតថៃប្រចាំនៅកម្ពុជាហើយបាទដូច្នេះសម្រាប់យើងជាប្រជាជនខ្មែរក្នុងនាមខ្ញុំក្តីឬក៏បងប្អូនយើងក្នុងនាមជាប្រជាជនខ្មែរក៏យើងមិនអាចទទួលយកបានដែរអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាថាតើដំណោះស្រាយវាទៅជាយ៉ាងណាទៅបាទនៅពេលបន្ទាប់មែនតើបងប្អូនខ្ញុំគិតថាបងប្អូនក៏មិនខុសពីខ្ញុំដែរយើងអត់ចង់ឲ្យមានទេការផ្ទុះសង្គ្រាមកាត់ឡើងរវាងប្រទេសក្បែរខាងណាយើងឃើញហើយទំនាក់ទំនងកម្ពុជាថៃមិនថាផ្នែកពាណិជ្ជកម្មផ្នែកសេដ្ឋកិច្ចអីផ្សេងគឺមានជាមួយគ្នាយើងអត់និយាយពីរឿងនយោបាយទេបាទហ្នឹងហើយតើមានបងប្អូនខ្មែរយើងប្រមាណអ្នកទៅដែលទៅធ្វើការនៅប្រទេសថៃណាយើងដឹងហើយបងប្អូនថៃក៏មានមកធ្វើការនៅប្រទេសយើងអញ្ចឹងក្នុងនាមប្រទេសជិតខាងគឺយើងអត់ចង់ឲ្យមានការផ្ទុះអាវុធកាត់ឡើងទេគឺវាប៉ះពាល់រៀងខ្លួនហ្នឹងហើយអញ្ចឹងទោះជាយ៉ាងណាក៏ដោយនេះគឺជារឿងមួយប៉ុន្តែបើសិនជាមានការរំលោភបំពានណាមួយកាត់ឡើងវាត្រូវតែមានការទទួលខុសត្រូវតែមានការបកស្រាយមួយដែលយើងអាចទទួលយកបានជាក់ស្ដែងដូចជាករណីបាញ់សម្លាប់ទាហានរបស់ខ្មែរយើងអញ្ចឹងណាតើមូលហេតុអីបាទក្នុងន័យឈ្លានពានក្នុងន័យបកកហេតុឬក៏យ៉ាងម៉េចអញ្ចឹងយើងក៏មិនអាចទទួលយកបានដែរហើយយើងសង្ឃឹមថានឹងមានយន្តការដោះស្រាយតាមផ្លូវការទូតតាមផ្លូវច្បាប់មិនឈានទៅដល់ការប៉ះពាល់ឬក៏ការប៉ះទង្គិចដោយប្រដាប់អាវុធជាថ្មីម្ដងទៀតទេបាទយើងសង្ឃឹមថាអញ្ចឹងបាទសង្ឃឹមថាអញ្ចឹងពួកអីការប៉ះទង្គិចគ្នាវាគ្មានផលចំណេញរៀងខ្លួនប៉ុន្តែក៏មិនបានន័យថាកម្ពុជាខ្លាចដែរដូចប្រមុខរដ្ឋាភិបាលលោកបានប្រកាសឲ្យថាកម្ពុជាអត់មានខ្លាចញញើតនឹងនរណាទេហើយកម្លាំងប្រដាប់អាវុធសភាវុធផ្សេងៗគឺបានត្រៀមរួចរាល់ហើយនៅតំបន់ព្រំដែនតំបន់ដែលប្រឈមអញ្ចឹងបើមានបញ្ហាណាមួយកើតឡើងគឺកម្ពុជានឹងតបតភ្លាមដោយពុំមានការញញើតនោះទេបាទពុំមានការញញើតទេនឹងហើយបងប្អូនយើងអញ្ចឹងទេខ្ញុំសូមអាប់ដេតព័ត៌មានថ្មីបន្ថែមប៉ុណ្ណឹងសង្ខេបឡើងវិញថាទី1គឺថៃមិនរួចខ្លួនទេនឹងត្រូវកម្ពុជាបបួលទៅ ICJ ហើយបាទបណ្ឌិតតុលាការយុត្តិធម៌អន្តរជាតិហើយបើមិនព្រមទៅទេគឺប្តឹងយកហ្មងបាទដំបូងខ្ញុំស្រួលណាបើថាមិនព្រមទៅគឺប្តឹងយកតែម្ដងហើយពាក់ព័ន្ធជាមួយនឹងការស្នើសុំឲ្យមានការស៊ើបអង្កេតទៅលើករណីបាញ់សម្លាប់ហើយរកអ្នកដែលបាញ់ហ្នឹងរកអ្នកទទួលខុសត្រូវហ្នឹងមកផ្ដន់ទោសឲ្យបានត្រឹមឲ្យបានបើន័យថាផ្ដន់ទោសទៅតាមផ្លូវច្បាប់មិនអាចលើកលែងបាននោះទេបាទអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាវីដេអូខ្ញុំសង្ខេបជូនប៉ុណ្ណឹងចុះពីរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាព្រំដែនហើយយើងកំពុងរងចាំមើលដំណោះស្រាយបន្តទៀតបាទហើយបើសិនណាជាមានព័ត៌មានថ្មីខ្ញុំអាចនឹងធ្វើវីដេអូចែករំលែកជូនបងប្អូនយើងជាបន្តទៀតបាទសូមអរគុណជម្រាបលាប៉ុណ្ណឹងបាទ